បាទទៅអើយជង្គង់របស់ភក្តីជង្គង់របស់ភក្តីអូយមួយជើងពេញរបស់វ៉ៃលីនមួយជើងរបស់ភក្តីវិញមួយកែងអត់ចូលទៅទៀតហើយបាទចិត្តចាប់ទឹកទី3ហើយជង្គង់របស់ភក្តីជង្គង់របស់ភក្តីក៏ល្មមគូឯករបស់យើងដែលជាគូទី7ប្រកួតទូទាត់បន្តជូនដល់គណៈកម្មការបច្ចេកទេសប្រកាសលទ្ធផលជាផ្លូវការចា៎អ្នកខ្ញុំសូមអរគុណបងកក្រហ